จอมบอลสิล่ะបាទខ្ញុំធ្លាប់លឺហើយធ្លាប់ដឹងដំណឹងខ្លះដែលធ្លាប់ប្រាប់ពីមុនមកណាហ្នឹងហើយថាបងឯងធ្លាប់មុនពេលដែលខ្លួនឯងខ្លាយទៅជាគេថាតារាចម្រៀងអាជីពផ្នែកសិល្បៈចម្រៀងរ៉ុកអញ្ចឹងណាបាទថាខ្លួនឯងហ្នឹងក៏ធ្លាប់មានបញ្ហាទី1គឺសុខភាពទី2កំពុងករបស់យើងហ្នឹងគឺមានបញ្ហាខ្លាំងមែនទែនរហូតដល់អាចថាឈានទៅដល់ការវះកាត់ទៀតទើបអាចច្រៀងបានបាទហើយទី3គឺបញ្ហាសុខភាពហ្នឹងគឺគីឡូខ្លាំងគីឡូឡើងខ្លាំងបាទធាត់មុខធំយ៉ាងមិនធាត់បាទអញ្ចឹងវាជាការពិតឬក៏មិនបងជាការពិតនិយាយទៅប្រាប់បងប្អូនទាំងអស់គ្នាពេកពីដែលអ្វីដែលខូចសម្លេងហ្នឹងណាបាទគឺដោយសារជក់បងប្អូនយើងណាខ្លះដែលជា fan របស់ Samsung មានដឹងអត់ឥឡូវនេះហាងគ្នាយើង VIP មានការ promotion ពិសេសសម្រាប់ S23 S24 និង S25 Ultra រាល់ទូរស័ព្ទមួយទឹកនេះធានារយៈពេល1ឆ្នាំហើយបងប្អូនឆ្ងល់ថាបើធានារយៈពេល1ឆ្នាំអញ្ចឹងមានការថែមជូនថែមជូនដូចគ្នាថែមជូនដូច iPhone អញ្ចឹងមាន case មាន screen បាទមានឆ្នាំងសាក Zin របស់ Samsung ហើយឆ្នាំងសាកនេះធានារយៈពេល1ឆ្នាំសម្រាប់បងប្អូនមិនថាទិញដាច់វីដេអូបងលក់ទេមកតាមរយៈវីដេអូនេះភ្លាមបញ្ចុះ$10ភ្លាមតែម្ដងអញ្ចឹងកុំឲ្យឱកាសដល់នេះកន្លងទៅ fan Samsung មកទិញឲ្យមកអញ្ចឹងអរគុណច្រើនបងប្អូនកុំភ្លេចមកហាងគ្នាយើង VIP ទាំងអស់គ្នាបរិយាអេឡិចត្រូនិកហើយនឹងបរិយាហ្នឹងនិយាយមែននិយាយលេបងនិយាយមែនខ្ញុំស្គាល់បងឯងយូរហើយគេមិនមានចេះជក់បរិយចេះជក់អីផងជំនាន់មុនបងស្គាល់ឯងទៀតជក់យូរហើយជក់ហ្នឹងគឺខូចសលេងហ្មងយើងមានកម្លាំងពេញខ្លួនតែពេលយើងទៅធ្វើការច្រៀងគឺបែកសលេងហ្មងហើយបេះដូងក៏ចុះខ្សោយដែរបេះដូងគឺឆាប់ចោលថាគ្រាន់តែឡើងកម្មចដើមកឡើយទឿគេងហ្នឹងណាគឺហត់យកហ្មងហើយបេះដូងដឹបពេលខ្លះចុកដេកចុកចង់គាំងបេះដូងទាំងខ្លួនឯងនៅក្មេងបាទហើយសលេងគឺខូចបែកសលេងហ្មងធ្វើឲ្យយើងអត់អាចទៅធ្វើការកើតទេអត់អាចធ្វើការកើតទេឲ្យខូចសលេងក្តៅហើយដល់ពេលឲ្យក៏សម្រេចចិត្តថាលេបថ្នាំសាសលេបបរិបរោពេលហ្នឹងជាបាត់ឡើងមកវិញដោយសារយើងជក់យើងផ្ដាច់អត់បានវិញ្ញាណណាក៏សម្រេចចិត្តថាយើងទៅពេទ្យរត់ទៅជួបពេទ្យបាទទៅជួបពេទ្យរត់ផ្នែកចំមពងកហ្នឹងចុះដល់ពេលទៅជួបពេទ្យក៏ប្រាប់ថាម៉េចជួបពេទ្យឲ្យវះយកគាត់ហាមាត់មើលថាសុំវះយកតែឲ្យវះបន្ទាប់ពីវះហើយយើងមកដូចដើមវិញឬក៏អត់ទេគាត់ថាវះហើយ50អត់ជាទេបានន័យថាអត់ជា 100% ទេអាចគិតថាអាចទាំងខូចសលេងមួយជីវិតហ្មងហើយនឹងអាចជាមកវិញដូចដើមខូចសំឡេងហ្នឹងខូចទាំងច្រៀងខូចទាំងការនិយាយទៀតមានន័យថាអត់ដូចដើមមក 100% ទេគាត់ថាសឹងបងអាជីពជាច្រៀងនឹងចោលអាចថានិយាយធម្មតាសលេងធម្មតាមកពីអញ្ចឹងកតាមកពីបរិយាអេឡិចត្រូនិកហ្នឹងដែលបងអូនយើងហៅថា web ហ្នឹង web បាទហើយពេលបងជក់ហ្នឹងបងជក់អាខ្លាំងណាធ្ងន់ណាអាធំប៉ុណ្ណេះហ្នឹងបើកយកហ្មងហើយជំនាន់នោះមិនទាន់រីកចម្រើនថាវិស័យវិស័យ web ហ្នឹងអត់ទាន់ធំស្គូស្គីដូចឥឡូវទេឬក៏មិនធំស្គូស្គីអត់ទាន់ក្រសួងឲ្យបិទដូចឥឡូវទេជំនាន់មុនអាចថានៅមានលួចលាក់ច្រើនអញ្ចឹងណាបាទអញ្ចឹងយើងជក់មកខូចសលេងខ្ទេចអស់យកហ្មងការជក់បងហ្នឹងជក់យូរឆ្នាំអត់ជក់យូរឆ្នាំហើយជក់24ម៉ោងសឹងអត់តែម៉ោងគេងបាយក៏ជក់មុនបាយក៏ជក់កាហ្វេក៏ជក់បាទលេងហ្គេមក៏ជក់ចុចទូរស័ព្ទក៏ជក់ដើរក៏ជក់បើកឡានក៏ជក់ចុះក្រៅពីបញ្ហាកំពង់កដោយសារតែការប្រើប្រាស់ជាមួយនឹងបរិយាអេឡិចត្រូនិកឬក៏បរិយាបាយជក់ហ្នឹងបាទក្រៅពីហ្នឹងមានប៉ះពាល់អីផ្សេងទៀតអត់ប៉ះពាល់ទៅលើបេះដូងដែរបាទបេះដូងហើយអាឡែស៊ីច្រមុះទៀតបងពីទូចមកអត់ដែរអាឡែស៊ីច្រមុះទេដល់ពេលជក់វ៉េបជក់បរិយាហ្នឹងច្រើនទៅអាឡែស៊ីច្រមុះទៀតចុះឥឡូវនេះខ្ញុំឃើញមានគេហៅថាយុវជនពិសេសក្មេងៗអត់ទាន់គ្រប់អាយុច្រើនមែនទែននៅតាមសាលារៀននៅតាមសួនកំសាន្តនៅតាមទីសាធារណៈឲ្យទៅណាដល់ឃើញគាត់កាន់ពេញដៃហ៎បងកាន់ជក់ពេញដៃហ្មងទាំងបរិយាអេឡិចត្រូនិកអញ្ចឹងបងគិតថារបៀបនៃការដោះស្រាយបញ្ហាផ្ដាច់គេថាផ្ដាច់បរិយាហ្នឹងបានណាមានអីជាសារចែកម្លែកទៅពួកគាត់អត់ពោះអ្នកខ្លះខ្ញុំឃើញថាគាត់ចង់ផ្ដាច់មែនទែនតែគាត់ផ្ដាច់អត់បានឲ្យទៅពេលគាត់ stress គឺគាត់ទាញមកជក់អញ្ចឹងបងចំណុចហ្នឹងដែលបងចង់និយាយបងជួបបងប្អូនច្រើនហើយក៏ក្រុមការងារច្រើនហើយដែលគាត់ជក់អាហ្នឹងបាទបងដើរកាត់ណាគ្រាន់តែគេជក់បងដើរកាត់ណាក៏បងស្អកកដែរដើរកាត់ក៏ស្អកកដើរកាត់ក៏ឈឺក្បាលឲ្យតឹងច្រមុះយកហ្មងតឹងច្រមុះជើងអត់កើតទេតបាញ់ថ្នាំច្រមុះអញ្ចឹងអ្វីដែលបងប្រាប់គេថាបាទបងចាបងចាំខ្ញុំផ្ដាច់អ្វីដែលបងប្រាប់មិញថាបងជួបបញ្ហាសុខភាពមិញហ្នឹងខូចសម្លេងគាំងបេះដូងអីមិញហ្នឹងណាបាទប្រាប់គេទៅគេថាចាបងតែគេនៅតែបើដដែលបានន័យថាចិត្តរបស់គេផ្ដាច់អត់បានប៉ុន្តែលុះត្រាតែគេជួបបញ្ហាសុខភាពធ្ងន់ដូចបងបានគេអាចផ្ដាច់អញ្ចឹងបងលើកទឹកចិត្តគេច្រើនណាតែតែប្រាប់ថាអូនឯងកុំជក់ឈប់ជក់ទៅបើផ្ដាច់អមថាមួយថ្ងៃធ្លាប់ជក់អស់មួយជក់ពាក់អស់ពាក់កដាលសិនបានហើយបើផ្ដាច់អត់បានហើយចាំជក់បន្ថយមក10-20% អីទៀតតចោះមកតែថាចាំបងតែស្អែកឡើងគេជក់ដដែលស្អែកឡើងគេនៅតែធ្វើដដែលបានន័យថាគេអត់តន់ជក់បញ្ហាសុខភាពធ្ងន់ធ្ងរអាចថាចុកបេះដូងស្ទើរតែគាំងណាទាំងយើងនៅក្មេងណាចុកយកហ្មងដកដង្ហើមចុកបាទ
to sừng ngom mà tụ đó bị bắt chóc trụ tiệt បាទ បងហើយខូចសម្លេងទៅធ្វើការអត់កើតខូចសម្លេងទៅធ្វើការកើតអញ្ចឹងអ្នកដែលផ្សេងបើគាត់ស្រឡាញ់សម្លេងខ្លួនឯងស្រឡាញ់សុខភាពខ្លួនឯងបើគាត់ផ្ដាច់ខ្លួនឯងអត់កើតទេមានតែថ្ងៃណាដែលគាត់ជួបបញ្ហាសុខភាពនោះទៅគាត់ផ្ដាច់បាន និយាយម៉ាត់ទៅតើជួបបញ្ហាដែលធំហ្មង បាទ បានអាចសម្រេចថាផ្ដាច់បាន បាទដូចបងឥឡូវទៅហៅបងជួអាហ្នឹងបងបែកសលេងបងខូចសលេងបងទៅធ្វើការកើតតើបងត្រូវបោះបង់អាជីពដែលបងខំកសាងគេឈ្មោះរាប់ឆ្នាំមកហ្នឹងហើយមែន អូខេ ហើយតែមួយគេនឹងនិយាយថាចុយតារាចម្រៀងរ៉ុកអីច្រៀងស្រែកមិនរួចផងស្រែកទៅបែកស្រែកទៅផ្លាត់ បាទ អូច្រៀងរ៉ុកអញ្ចឹងអីចឹង បាទ បែកអញ្ចឹង នេះគឺជាសាខាថ្មីរបស់ហាងលក់ទូរស័ព្ទដៃគ្នាយើង VIP បងប្អូនអាចអញ្ជើញមកពីសាខាចាស់ត្រឹមតែចម្ងាយប្រហែលជា100ម៉ែត្រទេបងប្អូនងាកដល់ឆ្វេងដៃឃើញសាខាធំមែនតើគឺគ្នាយើង VIP ជាពិសេសនោះមានការធានារហូតដល់1ឆ្នាំពេញតែម្ដងបងប្អូនសំខាន់នៅទីនេះគឺមាន demo សម្រាប់ឲ្យយើងមើលតាំងពីស៊េរីទាបរហូតដល់ស៊េរីខ្ពស់តែម្ដងហើយមានទាំង iPad រហូតដល់ test MacBook ទៀតនេះបងប្អូនអាច test បាននៅគ្នាយើង VIP ផ្ទាល់បងប្អូននៅទីនេះក្រៅពីទិញដាច់យើងក៏អាចបង់រំលោះជាមួយនឹងហាងក៏បានបង់រំលោះជាមួយនឹងធនាគារក៏បានដែរមិនថា iPhone iPad និង MacBook នៅគ្នាយើង VIP ក៏មាន service center សម្រាប់ជួសជុលទូរស័ព្ទជូនបងប្អូនទាំងអស់គ្នាដែរអញ្ចឹងហាងលក់ទូរស័ព្ទដៃគ្នាយើងមានរហូតដល់4សាខាទី1គឺសាខាផ្លូវកម្ពុជាក្រោមទី2គឺគ្នាយើង VIP ហើយនិងទី3គឺនៅកែងផ្សារកាប់កោហើយនិងទី4នៅទល់មុខផ្សារទំនើប Eon 1អញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាត្រូវការហាងទូរស័ព្ទដៃដែលមានទូរស័ព្ទសម្បូរបែបច្រើនហើយទំនុកចិត្តគុណភាពបងប្អូនអាចអញ្ជើញមកគ្នាយើង VIP ទាំងអស់គ្នា